Bismillahirrahmanirrahim បងប្អូនឥស្លាមទាំងអស់គ្នាកុំធ្វើ Shirik ទៅចំពោះ Allah Subhanahu wa Ta'ala ពីព្រោះការធ្វើ Shirik នេះវាគឺជាទោសធ្ងន់ធ្ងរដែល Allah Subhanahu wa Ta'ala មិនបានអាប់ឲ្យទេ Allah បានបញ្ជាក់នៅក្នុងកូរ៉ានថា Inna Allah la yaghfiru an yushraka bihi wa yaghfiru ma duna dhalika liman yasha ពិតប្រាកដណាស់ Allah Subhanahu wa Ta'ala មិនបានអាប់ឲ្យអ្នកដែលធ្វើ Shirik ចំពោះទ្រង់ទេហើយទោសផ្សេងក្រៅពី Shirik Allah នឹងមកអោបឲ្យអ្នកដែលទ្រង់ចង់ហើយនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាំក៏បានមានប្រសាសន៍ដែរថា La tushrik billahi shay'an wa in qutta'ta wa hurrikta ចូលអ្នកកុំ Shirik ទៅចំពោះ Allah កុំធ្វើ Shirik ទៅចំពោះ Allah Subhanahu wa Ta'ala នៅអ្វីមួយឬក៏កុំធ្វើអ្វីមួយដែលវាជា Shirik ទៅចំពោះ Allah Subhanahu wa Ta'ala wa in qutta'ta ទោះបីជាគេយកអ្នកទៅកាត់ជាកង់វហរិកតាហើយនឹងទោះបីជាគេយកអ្នកទៅដុតក៏ដោយទៅដុតទាំងរស់ក៏ដោយដូច្នេះបងប្អូនទាំងអស់គ្នារូបភាព Shirik ឧទាហរណ៍មានដូចជាការគោរពការអតិកតណាថាការអតិកតឬក៏ការលើកដំកើងអ្នកផ្សេងស្មើនឹង Allah ឬក៏ការសុំអ្វីមួយពីមយិត្តដែលស្លាប់ហើយឧទាហរណ៍ថាមានអង្គមើមឬក៏មានអ្នកដែលល្អអ្នកដែលសលេះណាម្នាក់គាត់ស្លាប់ហើយយើងទៅគំពោរបស់គាត់ហើយទៅសុំអ្វីពីគាត់ទោះបីជាសុំបានក៏ដោយអានឹងឆៃតានជាអ្នកតំណែងឲ្យទេមានន័យថាវាធ្វើឲ្យរឿងនឹងកាត់ឡើងទេអញ្ចឹងនេះគឺជាទង្វើដែល Shirik ទៅចំពោះ Allah Subhanahu wa Ta'ala ឬក៏ដូចជាយើងសែនអ្វីមួយទៅដល់ចិនឬក៏ទៅដល់ខ្មោចព្រាយបិសាចដើម្បីឲ្យគេជួយយើងនេះភាគច្រើនគឺអ្នកដែលធ្វើអំពើស៊ីហៀតអ្នកដែលកាន់អ៊ីលមូឬក៏កាន់មន្តអាគមអាធ្មប់ជាដើមគឺគាត់យកអ្វីទៅសែនចិនដើម្បីឲ្យចិននឹងជួយគាត់ដើម្បីឲ្យអំពើមន្តអាគមរបស់គាត់នឹងខ្លាំងក្លាហើយនឹងមានការមានរូបភាពផ្សេងទៀតដែលជារូបភាពមួយដែល Shirik ចំពោះ Allah Subhanahu wa Ta'ala ដូច្នេះបងប្អូនទាំងអស់គ្នានៅក្នុងទុនយ៉ានេះវាមិនវែងតែវាខ្លីណាបើសិនជាយើងធ្វើ Shirik ចំពោះ Allah Subhanahu wa Ta'ala ឬក៏យើងសុំអ្វីមួយដែលវាឬក៏យើងធ្វើអ្វីមួយដែលវាពាក់ព័ន្ធទៅនឹង Shirik ចំពោះ Allah Subhanahu wa Ta'ala ហើយយើងចង់បានផលពីវានោះគឺវាបានតែមួយឆាវមួយផ្លែតតិចតួចប៉ុណ្ណោះប៉ុន្តែនៅក្នុងនរកវិញគឺអមតៈដូច្នេះសូមពី Allah Subhanahu wa Ta'ala ឲ្យបញ្ជាទាំងអស់គ្នាវ៉ាស្សាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុហ៍